តែនាងក៏សុខសប្បាយជាធម្មតាតែតាមដែលដឹងលោកបារម្ភពីសុខទុក្ខរបស់នាងមិនតិចទេទោះជាលោកមិនព្រមបង្ហើបមាត់និយាយជាមួយនរណាតទៅសោះក៏ដោយតែមេដោះរបស់នាងគាត់មើលដឹងសេចក្តីស្រឡាញ់របស់លោកប៉ាដែលមានចំពោះនាងនោះមិនថយទៅជាងមុនឡើយតែចំពោះលោកឈឺលោកនៅតែសង្ឃឹមជប់ចំណិចថាបានខ្លួននាងត្រឡប់មកវិញលោកនៅតែទន្ទឹងរង់ចាំនាងរាល់ទិវារាត្រីអ្វីក៏មិនធ្វើលោកឈឺជាមនុស្សដែលមានសេចក្តីស្រឡាញ់ខ្លាំងក្លាណាស់ពេលវេលាមិនអាចរក្សាព្យាបាលចិត្តលោកបានឡើយលើកលែងតែលោកបានជួបនឹងស្រីដែលមានគុណសម្បត្តិល្អដូចជានាងតែប៉ុណ្ណោះលោកបងឈឺការកែតមិនមែនការកែតទេចានាងខ្ញុំតាចៅខុនឲ្យនាងមកប្រាប់ដំណឹងពីរឿងការកែតមែនទេបានជួបការកែតហើយមែនទេនាងសាយសំណំលោកប៉ាបានកាន់កោនាងការកែតចោលទៅហើយឲ្យតាមត្រឡប់មកវិញធ្វើអីនាងខ្ញុំមើលថែទាំរបងតាមកមើលថែទាំខ្ញុំថែទាំធ្វើអីបើព្រាក៏មានដែរនេះលោកបងសង្ឃឹមថានាងការកែតត្រឡប់មកវិញអញ្ចឹងណាលោកបងក៏ដឹងហើយតាថានាងគ្មានចិត្តមកលើលោកបងតតែសោះហេតុអីបានលោកបងទន្ទឹងចាំផឹកទឹកក្រោមឃ្លារបស់ប្រុសព្រើនោះផងលោកបងដាក់ខ្លួនអស់កិត្តិយសដល់ម្លឹងណានេះបើនាងមកដើម្បីនិយាយតែប៉ុណ្ណេះទេនោះត្រឡប់ទៅវិញទៅលោកបងនាងខ្ញុំអាចមកជំនួសការកេតបានទេនាងខ្ញុំស្រឡាញ់លោកបងសុខចិត្តធ្វើជាភរិយាលោកបងហើយស្មោះស្ម័គ្រភក្តីចំពោះលោកបងរហូតតទៅសូមលោកបងមេត្តាយល់ដល់ចិត្តនាងខ្ញុំផងទៅចុះនាងខ្ញុំមិនត្រូវការពិធីមង្គលការយ៉ាងអធិកអធមទេគ្រាន់តែឲ្យពេញមុខពេញមាត់លោកប៉ាបានហើយប៉ុណ្ណេះខ្ញុំក៏អត់ចិត្តហើយត្រឡប់ទៅវិញទៅហើយឈប់គិតរឿងប្រេះផ្ដាស់ចឹងទៀតនៅលើលោកនេះគ្មានស្រីណាអាចមកជំនួសកន្លែងការកេតបានទៀតឡើយមានការអីអរគុណណាស់ល្ងាចចាំមករកមេងទៀតចាំមេងឲ្យរង្វាន់ណាបាទបងគិតទៅធ្វើការឲ្យអូនបងត្រឡប់មកផ្ទះយប់ទេបងក៏មិនតាន់ដឹងច្បាស់ដែរតែបើឃ្លានញ៉ាំមិនបងទៅមិនចាំបងទេហើយក៏មិនដងទឹកដាក់ពីងដែរនាំឲ្យទៅហត់ទេអូនខ្ញុំសូមអរគុណលោកគ្រូណាចំពោះទឹកចិត្តដែលលោកគ្រូមានចំពោះខ្ញុំនាងខ្ញុំគ្មានថ្ងៃបំភ្លេចឡើយ
ខ្ញុំត្រេកអរណាស់ដែលបានដឹងថាលោកប៉ាបានសុខសប្បាយជាទេទោះជាលោកអភ័យទោសឲ្យក៏ខ្ញុំមិនហ៊ានត្រឡប់ទៅជួបមកលោកដែរចំពោះលោកឈឺនាងខ្ញុំមិនសប្បាយចិត្តតទៅសោះបើគេជាមនុស្សដែលមានអារម្មណ៍ខ្លាំងក្លាដោយដែលលោកថាលោកស្រឡាញ់ក៏ស្រឡាញ់ខ្លាំងតែដល់ពេលដែលលោកស្អប់ក៏ស្អប់ខ្លាំងដែរសពថ្ងៃនេះបានតែបានត្រន់សូមឲ្យគេបំភ្លេចនាងខ្ញុំឲ្យបានឆាប់ចុះហើយបានជួបនឹងស្រីផ្សេងដែលល្អមានគុណសម្បត្តិល្អជាងនាងខ្ញុំអ្នកដតីក្រៅពីអូនទេបើអូនការគេអូនពុតច្រើនមកណាបងមិនដឹងគេឆ្នោតទេអូនបងមានតែអូនម្នាក់តាអូនការគេបងខំតាមរអូនសពទីកន្លែងមិនក៏មិនសង្កត់កន្លែងនេះទៅវិញហ៎សាច់អូនក្តៅដល់ហើយមិនស្រួលខ្លួនទេដឹងហ៎អីទេគ្រាន់តែឈឺក្បាលបន្តិចបន្តួច